ចាសួស្តីបងប្អូនទាំងអស់គ្នាសុខសប្បាយជាទេចាហើយមកដល់ថ្ងៃសៅរ៍ទៀតហើយបងប្អូនសួស្តីថ្ងៃថ្មីចាខែ1ចាខែថ្ងៃទី2ដូចជាខែចូលខែ6ហើយពុកម៉ែបងប្អូនសុខសប្បាយជាទេពុកម៉ែបងប្អូនការងាររកស៊ីមុខរបរកាក់កបការងារចារលូនទេពុកម៉ែបងប្អូនចំណែកនាងខ្ញុំធម្មតាទេពុកម៉ែបងប្អូនចាថ្ងៃនេះចាជាថ្ងៃចាថ្ងៃសិលចិត្តថ្ងៃសិលហើយពុកម៉ែបងប្អូនអញ្ចឹងហើយនាងខ្ញុំក៏ចាបានចាយកផ្កាមករៀបចាដើម្បីចាកិច្ចការហ្នឹងដើម្បីស្វ័យផ្ទះនៅផ្ទះនាងខ្ញុំទេមានដូចជាចាយាយតាហើយជានាងផ្ទះចាព្រះភូមិចាផ្សេងសម្រាប់ហើយមួយទៀតហ្នឹងគឺស្វាយព្រះនៅក្នុងផ្ទះរបស់នាងខ្ញុំអញ្ចឹងណាពុកម៉ែបងប្អូនចានាងខ្ញុំបានកាច់ផ្កាចាពឿផ្កាឈូកគេហៅពឿក្រហមពឿសផ្កាឈូក100ស្ទើបអញ្ចឹងណាពុកម៉ែបងប្អូនចាផ្កាឈូកហ្នឹងគឺពិតជាស្រស់ស្អាតមែនតែនពុកម៉ែបងប្អូនចាអញ្ចឹងនាងខ្ញុំក៏ចាប់ដើមកាច់ចាមួយរហូតហ្នឹងបងប្អូនចាហើយផ្កាហ្នឹងគឺលក្ខណៈថាស្រស់ស្អាតចាផ្កាឈូក100ស្ទើបស្រស់ស្អាតហើយធន់ទុកបានយូរចាចំណែកការខ្មែរយើងក៏ស្រស់ស្អាតដែរឲ្យតែថាដើមថ្លោះចាតាពាំងដែលមានដីជីវជាតិគឺយើងកាច់ទៅគឺរាងស្អាតដូចតែគ្នាទេចាប៉ុន្តែផ្កាឈូកចា100ស្ទើបធន់ជាងអញ្ចឹងណាពុកម៉ែបងប្អូនចាហើយនេះចាការដ៏ស្រស់ស្អាតចាសម្រាប់តុចាស្វាយព្រះជំនាងផ្ទះព្រះភូមិចាយាយតាផ្សេងពុកម៉ែបងប្អូនចាហើយនេះរូបនាងខ្ញុំចានាងខ្ញុំបានកាច់ផ្កាហើយពុកម៉ែបងប្អូនពិតជាស្រស់ស្អាតមែនទែនចាងើបមកគឺអត់បានធ្វើអីទេចាឃើញផ្កាក៏កាច់ផ្កាសម្រាប់ចាទុកបូជាព្រះតែម្ដងអញ្ចឹងណាពុកម៉ែបងប្អូនចាអញ្ចឹងនាងខ្ញុំបានកាច់ហើយចាស្រស់ស្អាតមែនទែនចាបន្ទាប់មកយើងយកទៅរៀបនៅផ្ទះ